សួស្តីបងប្អូនទាំងអស់គ្នាអ្នកគ្រូចុងសផាល់ពី Accounting for Cambodian ថ្ងៃនេះដែរអ្នកគ្រូបានរៀបចំនៅ clip វីដេអូថ្មីមួយដើម្បីចែករំលែកជូនទៅកាន់បងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងវីដេអូដែលអ្នកគ្រូលើកយកមកបង្ហាញជូនក្នុងវេលាថ្ងៃនេះគឺជាការដកស្រង់ចេញពីសៀវភៅគណនេយ្យហិរញ្ញវត្ថុដែលអ្នកគ្រូដកស្រង់ចេញពីទំព័រទី90 91និង92នៅក្នុងសៀវភៅនេះចាពាក់ព័ន្ធទៅនឹងសៀវភៅនេះគឺអ្នកគ្រូរៀបចំគឺមានទាំងអស់ចំនួន5មេរៀនជាខ្លឹមសារណាបងប្អូនគ្នាហើយមាន200ទំព័រជាងបកប្រែជាភាសាខ្មែររួមជាមួយនឹងភាសាអង់គ្លេសនៅពាក្យបច្ចេកទេសចាអញ្ចឹងនៅទីនេះអ្នកទាំងអស់គ្នាទិញយកទៅមើលគឺមានលក្ខណៈងាយស្រួលនៅក្នុងការមើលក្នុងការអានហើយនឹងងាយយល់ទៅលើដំណើរការជាកិច្ចបញ្ជីការគណនេយ្យតែម្ដងពាក់ព័ន្ធទៅនឹងចំណុចដែលអ្នកគ្រូលើកយកមកបង្ហាញក្នុងវេលាថ្ងៃនេះគឺពាក់ព័ន្ធទៅជាមួយនឹងការរៀបចំទៅលើ Bank Reconcile ដែលយើងហៅទៅជាការសម្របសម្រួលធនាគារយើងសួរថាតើហេតុអ្វីបានជាយើងចាំបាច់ធ្វើការកែសម្រួលឬក៏ធ្វើការសម្របសម្រួលជាមួយនឹងធនាគារនៅរៀងរាល់ចុងក្រោយបរិច្ឆេទមុនពេលដែលក្រុមហ៊ុនបិទបញ្ជីឬក៏មុនពេលដែលក្រុមហ៊ុនរៀបចំនៅរបាយការណ៍ហិរញ្ញវត្ថុអញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាទិញសៀវភៅយកទៅអានអ្នកទាំងអស់គ្នានឹងបានយល់អំពីខ្លឹមសារពាក់ព័ន្ធទៅជាមួយនឹងចំណុចថាតើហេតុអ្វីបានជាយើងចាំបាច់ធ្វើ Bank Reconcile តាក់ទងទៅនឹងចំណុចនេះផងដែរសម្រាប់ការធ្វើ Bank Reconcile គឺយើងមានធ្វើការ Reconcile ទៅលើ Bank Statement និងធ្វើ Reconcile ទៅលើ Cash Balance per book ចាមានន័យថាយើងធ្វើការសម្របសម្រួលទាំងរបាយការណ៍របស់ធនាគារទាំងរបាយការណ៍នៅក្នុងបញ្ជីរបស់ក្រុមហ៊ុនពីព្រោះសមតុល្យពីរហ្នឹងគឺអត់ស្មើគ្នាទេរហូតដល់តែយើងបញ្ជាក់នៅព័ត៌មានឲ្យគ្នាទៅវិញទៅមកនោះយើងនឹងឃើញសមតុល្យមួយដែលមានតម្លៃស្មើគ្នារវាងសាច់ប្រាក់ដែលយើងដាក់នៅក្នុងបញ្ជីរបស់ធនាគាររួមជាមួយនឹងបញ្ជីនៅក្នុងក្រុមហ៊ុនអញ្ចឹងនៅក្នុងនេះយើងសួរថាតើសម្រាប់ការរៀបចំទៅលើ Bank Reconcile យើងនឹងរៀបចំយ៉ាងដូចម្ដេចចាតាក់ទងទៅជាមួយនឹងការរៀបចំ Bank Reconcile ទី1គឺយើងត្រូវ adjust ទៅលើ cash balance per bank អញ្ចឹងនៅក្នុងករណីនេះដើម្បីយើង adjust ទៅលើ cash balance per bank គឺយើងត្រូវមាន cash balance per bank នៅចុងឆ្នាំដែល bank statement ចេញមកឲ្យយើងចានៅពេលដែលគាត់ចេញយកមកឲ្យយើងនោះគឺយើងផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យនៃសាច់ប្រាក់ដែលយើងមាននៅក្នុងបញ្ជីរបស់យើងហើយអញ្ចឹងយើងឃើញតែវាអត់ស្មើគ្នាទេអញ្ចឹងនៅពេលដែលអត់ស្មើគ្នាទេហ្នឹងគឺមានន័យថាខាងក្រុមហ៊ុនផ្ដល់ព័ត៌មានទៅឲ្យខាងធនាគារអញ្ចឹងធនាគារគាត់នឹងយក cash balance per bank ដែលគាត់បាន report ហ្នឹងបូកជាមួយនឹង deposit in transit ចាមានន័យថាសាច់ប្រាក់ដែលកំពុងតែចរាចរសាច់ប្រាក់នឹងផ្ញើទៅឲ្យតែកំពុងចរាចរមានន័យថាអត់ទាន់ដល់ទៅលើជាការដឹងព័ត៌មានធនាគារនៅឡើយទេក្រុមហ៊ុនដឹងថាលុយនឹងបានផ្ញើទៅហើយតែធនាគារនៅមិនទាន់បានដឹងដែលយើងហៅថាជា deposit in transit អញ្ចឹងធនាគារនឹងបូកលុយនឹងចូលថែមនៅក្នុងករណីនេះទៀតធនាគារត្រូវដកជាមួយនឹង outstanding check មានន័យថាមូលប្រទានប័ត្រដែលក្រុមហ៊ុនបានសញ្ញេសែកនឹងឲ្យទៅអ្នកផ្គត់ផ្គង់ចាឬក៏អ្នកណាម្នាក់ប៉ុន្តែអ្នកនោះមិនទាន់បានយកសាយនឹងទៅ clear ជាមួយនឹងធនាគារនៅឡើយទេអញ្ចឹងធនាគារអត់បានដឹងអំពីការដកសាច់ប្រាក់ចេញពីធនាគារទេពីព្រោះអីនៅក្នុងនេះគឺក្រុមហ៊ុនទើបតែសញ្ញេសែកឬក៏បានសញ្ញេសែកឲ្យទៅបុគ្គលនោះឬក៏ឲ្យទៅអ្នកផ្គត់ផ្គង់នោះប៉ុន្តែអ្នកផ្គត់ផ្គង់នោះអត់ទាន់បានយកទៅបើកលុយនៅធនាគារអញ្ចឹងធនាគារនឹងដក outstanding check នឹងចេញចាអញ្ចឹងនៅក្នុងនេះសម្រាប់ធនាគារគាត់មានបូក deposit in transit គាត់មានដកជាមួយនឹង outstanding check ករណីមួយទៀតគឺធនាគារអាចបូកនិងដកទៅលើ bank error bank error មានន័យថាការកត់ត្រាខុសរបស់ធនាគារឧទាហរណ៍ថាក្រុមហ៊ុនយកលុយទៅ deposit ចំនួន$1,100អញ្ចឹងទៅប៉ុន្តែខាងធនាគារកត់ត្រាត្រឹមតែ$1,000ទេបាត់100ចាឬក៏ពេលខ្លះយើងដាក់ទៅចំនួន$1,100អញ្ចឹងទៅធនាគារកត់ត្រា$1,150អញ្ចឹងទៅអញ្ចឹងមានថាវា error អញ្ចឹងនៅក្នុងករណី error ហ្នឹងគឺយើងអាចបូកឬក៏យើងអាចដកចាអញ្ចឹងនៅក្នុងនេះគឺនៅក្នុងលក្ខខណ្ឌអ្នកគ្រូបង្ហាញគឺមានជា cash balance per bank បូកនឹង deposit in transit ដកជាមួយនឹង outstanding check អញ្ចឹងយើងឃើញ adjusted cash balance per bank ចាមានន័យថាគឺជាទិន្នន័យដែលយើងកែសម្រួលរួចហើយណាចាបន្តមកទៀតគឺយើងមានតកតងទៅនឹង cash balance per bookនៅក្នុងនេះគឺយើង adjusted នៅក្នុងបញ្ជីរបស់ក្រុមហ៊ុនវិញម្ដងសមតុល្យសាច់ប្រាក់ដែលមាននៅក្នុងក្រុមហ៊ុនអញ្ចឹងនៅពេលហ្នឹងគឺធនាគារនឹងផ្ដល់ព័ត៌មានមកឲ្យខាងក្រុមហ៊ុនវិញម្ដងអញ្ចឹងនៅក្នុងនេះឧទាហរណ៍ដូចជាពាក់ព័ន្ធទៅជាមួយនឹង EFT គេហៅថាជា electronic fund transfer គឺពាក់ព័ន្ធទៅជាមួយនឹងការទូទាត់លុយរបស់អតិថិជនឬក៏អ្នកដែលជំពាក់យើងនឹងតាមរយៈប្រព័ន្ធរបស់ធនាគារហើយក្រុមហ៊ុនរបស់យើងនៅមិនទាន់បានបញ្ចូលទិន្នន័យនៅឡើយទេប៉ុន្តែធនាគារបានទទួលរួចហើយអញ្ចឹងនៅទីនេះគឺខាងក្រុមហ៊ុនកត់ត្រាលុយនឹងថែមចាតកតងទៅជាមួយនឹង error recording អញ្ចឹងយើងអាច add នឹង error recording មានន័យថាពេលខ្លះយើងកត់ខុសឧទាហរណ៍ដូចបញ្ជាក់ថាយកលុយទៅដាក់នៅធនាគារចំនួន$1,100យើងកត់ត្រាចំនួន$1,050ឬក៏យើងកត់ត្រា$1,150អីចឹងទៅអញ្ចឹងយើង error អញ្ចឹងនៅក្នុងករណី error ហ្នឹងគឺយើងអាចកត់ត្រាបូកឬក៏យើងអាចកត់ត្រាដកចា
បន្តមកទៀតយើងមានដកជាមួយនឹង not sufficient fund យើងហៅថាជា NSF check មានន័យថាគឺជាមូលប្រតិបត្តិប័ត្រដែលក្រុមហ៊ុនរបស់យើងទទួលបានពីអ្នកដែលជាអ្នកជំពាក់យើងគាត់សញ្ញាសាយមកឲ្យយើងណាឬក៏អ្នកចេញសាយមកឲ្យយើងហ្នឹងប៉ុន្តែនៅពេលដែលយើងយកសាយហ្នឹងទៅ clear ជាមួយនឹងខាង bank គេថាសាយនេះគឺអត់មានសាច់ប្រាក់គ្រប់គ្រាន់ទេអញ្ចឹងគេ return សាយហ្នឹងមកឲ្យយើងវិញចាអញ្ចឹងអាហ្នឹងគេហៅថាជា not sufficient fund អញ្ចឹងនៅក្នុងករណីនេះគឺយើងត្រូវដកទៅលើ check នឹងចេញចាសាយនឹងចេញយើងមានដូចជា bank service charge មានន័យថាយើងដកទៅលើចំណាយនៃសេវារបស់ធនាគារដែលធនាគារបានដកពីយើងចាហើយយើងមានដកទៅលើ debit credit card fee តាក់ទងទៅជាមួយនឹងការប្រើប្រាស់គេហៅថាជាបានអនពន្ធបានអនទានហ្នឹងអញ្ចឹងយើងមានចំណាយទៅថ្លៃឈ្នួលរបស់ធនាគារដែលគាត់ត្រូវដកពីយើងអញ្ចឹងយើងដកអានឹងចេញដែរអញ្ចឹងនៅពេលនេះព័ត៌មានដែលធនាគារគេប្រាប់មកយើងហ្នឹងយើងបូកយើងដកទៅយើងឃើញ adjusted cash balance per book ក្រោយពេលកែសម្រួលទៅគឺទិន្នន័យពីរនឹងស្មើគ្នាលុយដែលមាននៅក្នុងធនាគារនិងលុយដែលមាននៅក្នុងបញ្ជីរបស់ក្រុមហ៊ុននឹងស្មើគ្នាដោយសារតែព័ត៌មានប្រាប់ទៅវិញទៅមកហើយធ្វើការកែតម្រូវទៅតាមហ្នឹងចា៎នៅក្នុងនេះក្រោយពេលដែលកែតម្រូវរួចជាទូទៅតែម្ដងគឺក្រុមហ៊ុនត្រូវធ្វើការកត់ត្រានៅទិន្នន័យទាំងអស់ដែលក្រុមហ៊ុនបានបូកបានដកនេះមុនពេលដែលក្រុមហ៊ុនបិទបញ្ជីឬក៏មុនពេលដែលក្រុមហ៊ុនរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងសៀវភៅនេះនឹងមានបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធទៅជាមួយនឹងការកត់ត្រាកែតម្រូវនៅពេលដែលយើងធ្វើ bank reconcile ហើយចាអញ្ចឹងថាតើក្រុមហ៊ុនរបស់យើងនឹងធ្វើការកត់ត្រាដូចម្តេចទៅលើ EFT ចាយើងកត់ត្រាមិនទៅលើ error recording យើងកត់ត្រាទៅលើ NSF check កត់ត្រាទៅលើ bank service តាក់ទងទៅជាមួយនឹង debit credit card fee តែយើងនឹងកត់ត្រាយ៉ាងដូចម្តេចអញ្ចឹងនៅក្នុងសៀវភៅនេះមានបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយបញ្ជាក់ជូនម្ដងទៀតថាសៀវភៅនេះគឺមានបកប្រែជាភាសាខ្មែរតែម្ដងដែលងាយយល់ងាយមើលសម្រាប់បងប្អូននៅក្នុងដំណើរការជាកិច្ចបញ្ជីការគណនេយ្យចាហើយនេះគឺជាឧទាហរណ៍ទាំងអស់គ្នាដែលពាក់ព័ន្ធទៅជាមួយនឹងដំណើរការនៃការរៀបចំទៅលើ bank reconcile ចាអញ្ចឹងនៅទីនេះតកតងទៅនឹងឧទាហរណ៍នេះគេនិយាយថាគេមាន bank statement របស់ក្រុមហ៊ុន ABC ចា bank statement របស់ក្រុមហ៊ុន ABC ដែលបានបង្ហាញថាសមតុល្យដែលមាននៅក្នុងធនាគារមានលុយរបស់ក្រុមហ៊ុនដែលមាននៅក្នុងធនាគារគឺមានចំនួន $15,907.45 នៅថ្ងៃទី30 ខែមេសា 2026ហើយនៅថ្ងៃដដែលនឹងផងដែរលុយរបស់ក្រុមហ៊ុនយើងនៅក្នុងបញ្ជីរបស់ក្រុមហ៊ុនតែម្ដងគឺមាន $11,709.45 មានន័យថានៅពេលដែលរបាយការណ៍នឹងចេញមកគឺទិន្នន័យពីរនឹងអត់ស្មើគ្នាទេពេលដែលយើងអត់ទាន់បានកែតម្រូវអត់ទាន់មកផ្ដល់ព័ត៌មានដល់គ្នាទៅវិញទៅមកអញ្ចឹងធនាគារឃើញលុយរបស់យើងផ្សេងយើងនៅក្នុងក្រុមហ៊ុននេះគឺបង្ហាញលុយរបស់យើងផ្សេងចាឥឡូវនេះគឺមានទិន្នន័យដែលខាងក្រុមហ៊ុនប្រាប់ទៅធនាគារខាងធនាគារប្រាប់មកក្រុមហ៊ុនអញ្ចឹងយើងមានការកែសម្រួលចា item សម្រាប់ bank ដូចជា deposit in transit សាច់ប្រាក់ដែលយើងកំពុងតែផ្ញើទៅធនាគារហើយប៉ុន្តែធនាគារនៅមិនទាន់បានទទួលគឺចំនួន $2,201.40 ជា deposit in transit យើងមាន outstanding check មានន័យថាគឺជាមូលប្រតិបត្តិដែលក្រុមហ៊ុនរបស់យើងបានសញ្ញេចេញទៅហើយតែនៅអត់ទាន់បានទៅដកពីធនាគារគឺមានលេខ453 457 460ឧទាហរណ៍ណាបងប្អូនណាចា453មាន$3,000 457 1401.30 លេខ460មាន$1,502.70ចាអញ្ចឹងនេះគឺជាមូលប្រតិបត្តិដែលបានសញ្ញេចេញទៅហើយតែនៅមិនទាន់បានទៅដកចាបន្តមកទៀតយើងមានចំនួនដែលយើង reconcile ជាមួយនឹងបញ្ជីរបស់ក្រុមហ៊ុនអញ្ចឹងធនាគារប្រាប់មកខាងយើងវិញម្ដងមានដូចជាអី other deposit អានេះគឺតាក់ទងទៅជាមួយនឹង EFT electronic fund transfer គឺមានចំនួន$1,035ដែលធនាគារបានទទួលហើយខាងក្រុមហ៊ុនរបស់យើងនៅមិនទាន់បានធ្វើការកត់ត្រាបញ្ចូលនៅឡើយទេអញ្ចឹងឥឡូវនេះយើងកត់ត្រាបញ្ចូលគឺ$1,035ចាយើងមាន return NSF check មានន័យថាគឺជាមូលប្រតិបត្តិដែលអ្នកគាត់ចេញមកឲ្យយើងហ្នឹងយើងយកទៅ clear ជាមួយនឹងធនាគារតែធនាគារប្រាប់ថាអត់មានលុយគ្រប់គ្រាន់ទេអញ្ចឹងគេ return មកឲ្យយើងវិញចា debit credit card fee ចំនួន120ដែលធនាគារ charge ពីយើងតាក់ទងទៅជាមួយនឹង bank service charge ចំនួន30ហើយយើងមាន company error 36ក្រុមហ៊ុនកត់ត្រាខុសទាំងអស់គ្នានៅត្រង់នេះចង់បញ្ជាក់ថាសាយលេខ443ចាដែលយើងបានសរសេរសាយនឹងចេញទៅដែលក្រុមហ៊ុន ABC គឺ$1,226ហើយសាយនេះក៏ត្រូវបានជំរះដោយធនាគារបានត្រឹមត្រូវដែរទៅលើចំនួនទឹកប្រាក់ហ្នឹងតែនៅក្នុងក្រុមហ៊ុនរបស់យើងបែរជាកត់ត្រាចំនួនទឹកប្រាក់ដែលយើង clear ហ្នឹងគឺ$1,262អញ្ចឹងខុសគ្នា$36មានន័យថាលុយដែលយើងត្រូវកត់ចេញតែ$1,226ទេប៉ុន្តែយើងកត់ត្រាដល់ទៅ$1,262អញ្ចឹងលើស$36អញ្ចឹងយើងត្រូវកត់ត្រាថាតើ$36យើងត្រូវបូកឬក៏យើងត្រូវដកត្រឡប់មកវិញអីចឹងទៅណាចឹងហ្នឹងគឺតាក់ទងទៅជាមួយនឹង company error
ចានៅក្នុងនេះទាំងអស់គ្នានេះគឺជាទិន្នន័យហើយអ្នកគ្រូសូមឲ្យបងប្អូនដែលមើលវីដេអូរបស់អ្នកគ្រូសម្រាប់វេលាថ្ងៃនេះសូមបងប្អូនយកទិន្នន័យនេះមកបំពេញនៅក្នុងតារាងចាហើយលទ្ធផលដែលចេញមកសូមឲ្យបងប្អូនបង្ហាញថាតើចម្លើយឃើញប៉ុន្មានដែលជាចំនួនទឹកប្រាក់ស្មើគ្នាក្រោយពេលដែលយើងធ្វើ Bank Reconcile ចាអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានទៅលើការបង្រៀនរបស់អ្នកគ្រូហើយបើសិនជាបងប្អូនត្រូវការទិញសៀវភៅដែលពាក់ព័ន្ធទៅជាមួយនឹងគណនេយ្យរញ្ញវត្ថុឬក៏មូលដ្ឋានគ្រឹះគណនេយ្យឬក៏គណនេយ្យសម្រាប់សាជីវកម្មបងប្អូនអាចតាក់ទងមក page របស់អ្នកគ្រូបានចាហើយសៀវភៅក្នុងមួយក្បាល40000រៀលហើយបើសិនជាបងប្អូនទិញទាំង3ក្បាលតែម្ដងក្នុងតម្លៃ100,000រៀលអរគុណច្រើនបងប្អូនទាំងអស់គ្នាសូមជូនពរបងប្អូនទទួលបាននូវសំណាងល្អនិងជោគជ័យគ្រប់ភារកិច្ចជួបគ្នានៅក្នុងคลิปវីដេអូក្រោយជាបន្តទៀត